បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទទាំងពីរអ្នកម្ដងទៀតហើយនៅក្នុងព័ត៌មានថ្មីក្នុងថ្ងៃនេះតែម្ដងបាទយើងមានវាគ្មិនយើងដដែលបាទគឺលោកទីបាទសូមជម្រាបសួរលោកបាទជម្រាបសួរបងបាទអញ្ចឹងថ្ងៃនេះបងមានព័ត៌មានអីថ្មីក្នុងការចែកជូនដល់បងប្អូនយើងទេបាទខ្ញុំឃើញមានព័ត៌មានថ្មីមួយដែលរាជរដ្ឋាភិបាលចុះក្នុងថ្ងៃនេះតែម្ដងថាពាក់ព័ន្ធជាមួយនឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលផ្ដល់នៅហិរញ្ញប្បទាន$40 លានបាទដើម្បីថែរក្សាស្ថិរភាពតម្លៃស្រូវនៅកម្ពុជាពីព្រោះយើងឃើញហើយថាមួយរយៈដែលប្រជាពលរដ្ឋរបស់យើងកំពុងតែធ្វើនៅកសិកម្មផ្សេងហ្នឹងមានការព្រួយបារម្ភអំពីតម្លៃធ្លាក់ចុះពីព្រោះអីជាបញ្ហាមួយយើងកន្លងមកយើងតែងតែឃើញប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្តបាត់ដំបងតែម្ដងនៅពេលដែលគាត់កំពុងតែប្រមូលផលហើយបាទស្រាប់តែស្ថិរភាពស្រូវធ្លាក់ចុះគឺគាត់ធ្វើបាតកម្មបិទផ្លូវបងធ្លាប់ឃើញបាទនៅកំពង់ព្រៀងស្រុកសង្កែបាទកំពង់ព្រៀងហ្នឹងគឺសឹងតែ100ឆ្នាំតែម្ដងបងប្អូនទាំងនេះបើសិនជាបងប្អូនបងប្អូនធ្វើដំណើរតាមដងផ្លូវគឺគាត់បិទតែម្ដងបាទបិទដោយសារអីតម្លៃស្រូវធ្លាក់ចុះគាត់ទាមទារឲ្យតម្លៃស្រូវរបស់គាត់ហ្នឹងឡើងឲ្យសមស្របនឹងតម្លៃដែលគាត់ទទួលយកបានមិនមែនតែថ្លៃពេកថោកពេកអីទេអញ្ចឹងបាទថ្ងៃនេះគឺជាថ្ងៃដែលពិសេសដែលរាជរដ្ឋាភិបាលប្រកាសជាព័ត៌មានមួយហើយតម្លាក់បាត់ចិត្តយ៉ាងច្រើនមែនតើអញ្ចឹងសូមបងប្អូនជាកសិកររបស់យើងទាំងអស់សប្បាយរីករាយទៅបាទគឺខំប្រឹងប្រែងប្រមូលផលកុំអស់សង្ឃឹមអីបាទអញ្ចឹងសូមឲ្យលោកទីបានលំអិតអំពីព័ត៌មាននេះពាក់ព័ន្ធជាមួយនឹងហិរញ្ញប្បទាន$40ដែលរាជរដ្ឋាភិបាលទម្លាក់ថ្ងៃនេះមកថ្ងៃទី8នេះមកបាទអរគុណមុននឹងឈានចូលដល់ការបកស្រាយអธิบายឬក៏ជូនព័ត៌មានដល់បងប្អូនអរគ្នាសូមគោរពជំរាបសួរបងប្អូនម្ដងទៀតហើយនឹងជំរាបសួរបងដែរបាទដែលបានអញ្ជើញខ្ញុំមកពិភាក្សាពាក់ព័ន្ធនឹងបញ្ហាតម្លៃស្រូវនៅកម្ពុជាក៏ប៉ុន្តែមិនត្រឹមតែបងប្អូនជាកសិករផ្សេងទេដោយឡែករូបខ្ញុំបាទក៏មានការសប្បាយចិត្តក៏ដែរបាទដោយសារតែខ្ញុំក៏ជាកសិករមួយរូបធ្វើស្រែដូចបងប្អូនដែរអញ្ចឹងមុននឹងឈានដល់ការបកស្រាយទាក់ទងនឹងហិរញ្ញប្បទានដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ជូនចំនួន$40 លានដើម្បីជួយរក្សាស្ថិរភាពតម្លៃស្រូវនៅកម្ពុជាដែលកំពុងធ្លាក់ចុះនេះខ្ញុំសូមនិយាយរឿងមួយចំនួនពាក់ព័ន្ធនឹងបញ្ហាកសិកម្មដែលយើងទាំងអស់គ្នាដែលកំពុងធ្វើជួបផលលំបាកជាមួយនឹងការថ្លៃចំណាយថ្លៃដើមបាទមែនទែនទៅខ្ញុំក៏ដូចជាបងប្អូនប្រជាកសិករមិនថាតែខេត្តបាត់ដំបងទេគឺគ្រប់ខេត្តក្រុងផងដែលបងប្អូនធ្វើកសិកម្មដែលបងប្អូនកសិករមានការខ្វះខាតទាក់ទងនឹងព័ត៌មាននៃចំណេះដឹងផ្នែកកសិកម្មដោយច្រើនទៅគឺយើងធ្វើកសិកម្មស្រូវមិនថាស្រូវទេគឺពោតដំឡូងឬផ្សេងភាគច្រើនគឺធ្វើតាមបែបប្រពៃណីបាទយើងមិនបានសិក្សាពីបច្ចេកទេសធ្វើកសិកម្មឲ្យបានត្រឹមត្រូវដូច្នេះការចំណាយថ្លៃដើមរបស់យើងធ្វើឲ្យវាមានការកើនឡើងបាទចឹងឧទាហរណ៍ថាយើងធ្វើស្រែ1ហិកតាយើងត្រូវចំណាយថ្លៃពូជស្រូវពូជហ្នឹងចំនួន1ការុងឬក៏2ការុងអាហ្នឹងយើងអាចចំណាយបានដោយសារតែយើងអាចទុកពូជខ្លួនឯងបានបាទដោយឡែកដែលយើងត្រូវចំណាយច្រើនគឺថ្លៃជីបើសិនបើយើងមិនបានសិក្សាពីប្រភេទដីស្រែយើងឬក៏ប្រភេទជីដែលយើងបាចទៅក្នុងស្រែហ្នឹងឲ្យបានត្រឹមត្រូវទេចឹងថ្លៃដើមរបស់យើងចំណាយច្រើនណាឧទាហរណ៍ជាស្រែដូចខ្ញុំបានផ្ទាល់ដែលជាកសិករមួយរូបផងដែរគឺចំណាយច្រើនណាស់ថ្លៃជីហ្នឹងដីស្រែខ្ញុំធ្វើសប្តាហ៍ហ្នឹងមានតែចំនួន8 រៃជាងទេចិត្ត2ហិកតាគិតទៅប៉ុន្តែថ្លៃជីអស់ច្រើនមែនទែនដោយសារតែយើងមិនបានសិក្សាឲ្យបានច្បាស់អំពីបរិមាណឲ្យសមស្របជាមួយនឹងទំហំផ្ទៃដីរបស់យើងដែលធ្វើហ្នឹងចឹងធ្វើឲ្យយើងចំណាយថ្លៃដើមច្រើនហើយថ្លៃជីហើយរឿងម្យ៉ាងទៀតគឺថ្លៃថ្នាំកម្ចាត់សត្វល្អិតកម្ចាត់ស្មៅ
ថ្លៃឆ្នាំពៅដើម្បីធ្វើឲ្យស្រូវរបស់យើងលូតល្អហើយក្រៅពីនេះទៀតដូចជាការជួលអ្នកដែលទៅស្ទង់ក្នុងស្រែដែលស្រូវយើងព្រុសទៅធម្មតាពេលដែលយើងព្រុសទៅស្រូវខ្លះយើងវាមិនអាចដុះបានស្មើល្អ 100% ទេអញ្ចឹងយើងកន្លែងឆលវែងជាដើមទៅក៏ត្រូវចំណាយថ្លៃជួលបងប្អូនមួយចំនួនដើម្បីទៅស្ទូមកពេញបន្ថែមអញ្ចឹងបូកសរុបរួមទៅមួយឆ្នាំហ្នឹងគឺយើងគិតតែថ្លៃកាច់តែថ្លៃជួលថ្លៃរស់ថ្លៃជួលគេព្រោះថ្លៃថ្នាំបាញ់ថ្លៃជីថ្លៃអីផ្សេងៗហើយរហូតដល់ជ្រុំកាត់ថ្លៃប្រមូលផលពេលច្រូតទៅទៀតក៏យើងជួលគេច្រូតជួលគេទៅទៀតគឺផាត់ហើយចុះឡើងទៅគឺវាមានបញ្ហាប្រទះជួបបញ្ហាច្រើនមែនទេជាពិសេសគឺមិនសូវបានទទួលផលចំណេញប៉ុន្មានទេនេះគឺជាបញ្ហាដែលយើងមិនបានសិក្សាអំពីការប្រើប្រាស់ជីឲ្យវាមានសមាមាត្រជាមួយនឹងទំហំដីរបស់យើងបាទអញ្ចឹងយើងចំណាយថ្លៃដើមច្រើនមែនទេបាទអញ្ចឹងអរគុណបងពាក់ព័ន្ធជាមួយនឹងបញ្ហាទូទៅនៃការប្រើប្រាស់ជីក៏ដូចជាការប្រើប្រាស់ដីក្នុងការធ្វើដំណាំស្រូវនេះអញ្ចឹងយើងងាកមកលើស្ថានភាពដែលជាព័ត៌មានយើងថ្មីនេះវិញបាទពាក់ព័ន្ធជាមួយនឹងធនាគារអភិវឌ្ឍជនបទនិងកសិកម្មនឹងបានទម្លាក់ថវិការហូតដល់40លានបាទដែលក្នុងនោះគឺជាសេចក្តីសម្រេចរបស់វិទ្យារដ្ឋាភិបាលរបស់យើងជាមួយនឹងខាងគណៈរដ្ឋមន្ត្រីក្នុងការទម្លាក់បាត់ចិត្តនឹងឡើងទប់ទល់ជាមួយនឹងតម្លៃធ្លាក់ចុះនៅស្រូវអញ្ចឹងសូមសុខបងដឹងព័ត៌មាននៅខាងក្រៅនេះជួយចែករំលែកដល់ខាងពុកម៉ែបងប្អូនកសិករឲ្យពួកគាត់បានទៅផងជួនកាលគាត់បានតាមដានព័ត៌មានអញ្ចឹងយើងអាចពំនាំព័ត៌មានហ្នឹងជូនពួកគាត់ឲ្យគាត់មានក្តីសង្ឃឹមឡើងវិញបាទអរគុណច្រើនបងតេតតនឹងព័ត៌មាននេះខ្ញុំក៏បានតាមដានតាំងពីព្រឹកមកដែរឃើញហើយដូចខ្ញុំសប្បាយចិត្តដោយខ្ញុំបាននិយាយពីកណ្ដាលបាទវីដេអូខ្ញុំសប្បាយចិត្តដោយសារតែខ្ញុំក៏ជាកសិករមានរូបដូចបងប្អូនដែរបាទអញ្ចឹងមុននឹងឈានដល់អធិប្បាយរៀបរាប់តេតតនឹងសាច់ប្រាក់ដែលរាជរដ្ឋាភិបាលសម្រេចទម្លាក់ឲ្យចំនួន$40លានហ្នឹងខ្ញុំសូមពន្យល់ពីមួយចំនួនដើម្បីឲ្យបងប្អូនបានយល់ពីច្រើនបងប្អូនដែលសិក្សាផ្នែកច្បាប់ផ្នែកសេដ្ឋកិច្ចហ្នឹងប្រហែលជាបានយល់ពីហិរញ្ញប្បទានបាទជាសម្ដីខ្មែរយើងអាណាហិរញ្ញប្បទានអញ្ចឹងណាចឹងហិរញ្ញប្បទានហ្នឹងបានន័យថាម៉េចហិរញ្ញប្បទានហ្នឹងគឺចង់បានន័យថាជាប្រភពលុយឬក៏ជាប្រភពថវិកាឬមូលនិធិណាមួយដែលផ្ដល់ជំនួយដើម្បីជួយទ្រទ្រង់គម្រោងធ្វើសេដ្ឋកិច្ចឬក៏ធ្វើជំនួយអ្វីមួយអញ្ចឹងណាបាទអញ្ចឹងដោយសារតែប៉ុន្មានថ្ងៃនេះមានបញ្ហាចម្រូងចម្រាសច្រើនមែនទែនទៅកាលពីថ្ងៃទី4ទី5នេះក្រុមគ្រួសារខ្ញុំគឺមេរបស់ខ្ញុំគាត់ក៏បានជ្រុះស្រូវដែរអញ្ចឹងជ្រុះស្រូវទឹកទី2នេះគឺមានតម្លៃថោកគឺស្រូវសង្ហែបានតែ550រៀលទេក្នុង1គីឡូក្រាមអញ្ចឹងវាមានតម្លៃថោកខ្លាំងមែនទែនធ្វើឲ្យគាត់សម្រេចចិត្តផ្អាកលក់សិនគឺមិនអាចលក់បានទេដោយសារតែយើងចំណាយថ្លៃដើមច្រើនប៉ុន្តែថ្ងៃនេះមានដំណឹងមួយស្រាប់តែលេចឮឡើងថារាជរដ្ឋាភិបាលកម្ពុជាសម្រេចធ្វើការសម្រេចចិត្តផ្ដល់ហិរញ្ញប្បទានចំនួន$40លានដើម្បីរក្សាស្ថិរភាពតម្លៃស្រូវនៅកម្ពុជាដែលកំពុងជួបការធ្លាក់ចុះយ៉ាងគំហុកអញ្ចឹងទាំងបងប្អូនជាកសិករគ្រប់ខេត្តក្រុងទាំងខ្ញុំបាទសប្បាយចិត្តខ្លាំងបាទអញ្ចឹងតកតងនឹងហិរញ្ញប្បទាននេះផងដែរបើសិនបើយើងគុណជាតម្លៃស្រូវយើងឧទាហរណ៍ថាយើងផ្ដល់តម្លៃស្រូវឲ្យខ្ពស់បន្តិចដើម្បីជួយលើកស្ទួយជីវភាពបងប្អូនប្រជាកសិករគ្រប់ខេត្តក្រុងណាបាទជាពិសេសបងប្អូនប្រជាកសិករដែលធ្វើស្រែក្នុងទឹកទី2ដើមឆ្នាំ2021នេះបាទគឺតម្លៃស្រូវយើងឲ្យខ្ពស់មែនទែនណាព្រោះសប្តាហ៍ថ្ងៃអាចថា550រៀលក្នុង1គីឡូក្រាម600រៀលឬក៏700រៀលក្នុង1គីឡូក្រាមប៉ុន្តែខ្ញុំហ៊ានគុណឲ្យដល់1500រៀលក្នុង1គីឡូក្រាមអញ្ចឹងបើគុណជាចំនួនគីឡូគឺបានជា
chia chỉ cần chỉ dùng ta ban chiêng pi liên pram sai tàu chiêng bạn lôi chùm luôn sai sập liên đô la nữa nhưng mà kết chia sáu hay kết chia táo ban chiêng pi liên pram sai tàu chẳng cứ chia chùm luôn mũi đồ cho ra được lúc chẳng có sinh ba chui cả đá được coi chui trong sọc đà của một tinh sâu nó vật hiện ao tầm lay 10 kg một quan trăm rồi riết chẳng ba đây tha một ai của một tinh sâu ban chiên pi liên pram sai tàu chẳng bông ôn từ ngọc ní có mấy tam đàn bộ đặc biệt thì ở bạn chọn lót ta ca sập chất ở bọc đi rồi thằng bá có đo hay là những vật tiền chúng tôi sai sập đô la nắng tụi lệ ở từ tụi này kia ở bên chỗ nó bắt nên cả gì cắm ta cuộc bắt ban của đó là thằng cả nắng ta ở chui nó xâyประมาณ100được còn rồi100đập bay vô một đã xa hay là phim đồng lại sau đó Campuchia trong đây là phải chụp ảnh bàសូមអរគុណមែនតើបងតេតងនឹងការលំអិតនេះអញ្ចឹងពុកម៉ែបងប្អូនប្រជាកសិករទាំងអស់ត្រូវតែតាមដានឲ្យបានខ្ជាប់ខ្ជួនបាទព្រោះថ្ងៃនេះរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាច្រើនខ្លាំងមែនតើដែលបងបានរៀបរាប់មិញនេះអញ្ចឹងសូមតាមដានថាតើធនាគារអភិវឌ្ឍជនបទនិងកសិកម្មនឹងបានទម្លាក់ថវិកានឹងទៅកាន់មូលដ្ឋានរបស់បងប្អូនទាំងអស់គ្នាអត់ជៀសវាងបងប្អូនទាំងនេះជៀសវាងមានឈ្មួញទុច្ចរិតមួយចំនួនពីព្រោះឥឡូវយើងឃើញឈ្មួញច្រើនណាស់ឈ្មួញទុច្ចរិតជាច្រើនដើរទិញបាទជួនកាលបថោកតម្លៃស្រូវជួនកាលខ្លាយបន្លំព័ត៌មានផ្សេងពាក់ព័ន្ធជាមួយនឹងផ្សព្វផ្សាយការផ្សព្វផ្សាយថាគ្មានរាជរដ្ឋាភិបាលណាគេទម្លាក់លុយមកដើម្បីទិញស្រូវរហូតដល់1គីឡូ 1500 ទេអញ្ចឹងសូមបងប្អូនទាំងអស់គ្នារងចាំកុំតន់អានមានការឆោឡោបាទនៅពេលដែលប្រមូលផលហើយកុំតន់អានមានការឆោឡោឬក៏បិទផ្លូវដូចមុនអីគឺសូវរងចាំឲ្យសួរអាជ្ញាធរមូលដ្ឋានរបស់យើងបាទអាជ្ញាធរភូមិឃុំដែលនៅជិតផ្ទះរបស់បងប្អូនកសិករទាំងអស់សួរព័ត៌មានគាត់ថាតើថវិកាហ្នឹងបែបម៉េចឬក៏យើងលក់ឲ្យឈ្មួញធម្មតាឧទាហរណ៍ថាឈ្មួញធម្មតាគេមិនឲ្យថ្លៃទេជួនកាលគេឲ្យតែ1គីឡូ 500 ទេប៉ុន្តែបងប្អូនថាកុំតន់អានប្រញាប់លក់ពេកបាទកុំតន់អានប្រញាប់លក់ពេកយើងចាំមើលតើប្រជាកសិករផ្សេងស្រុកផ្សេងខេត្តផ្សេងគេឆោឡោឬក៏គេបះបោរដែរឬអត់យើងសើបសួរព័ត៌មានឲ្យច្បាស់លាស់សិនបាទជួនកាលបងប្អូនទាំងអស់គ្នាលក់តាមការឃោសនារបស់ឈ្មួញទុច្ចរិតទាំងអស់ហ្នឹងខាតបងទីហោថាគាត់ខំប្រមូលផលឡើងបាន30 50 តោននេះគាត់លក់ទាំងអស់តែម្ដងបាទគាត់ទុកតែពូជទេប៉ុន្តែគាត់លក់ទាំងអស់អញ្ចឹងធ្វើឲ្យបងប្អូនទាំងខាតបងអញ្ចឹងបងប្អូនទាំងគ្នាសិក្សាព័ត៌មានមែនតែនឲ្យបានគ្រប់ជ្រុងជ្រោយហើយចាំលក់តម្លៃស្រូវហ្នឹងក្នុងតម្លៃសមរម្យចុះបើសិនជាបងប្អូនទាំងអស់គ្នាមិនបានទទួលនៅកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលទម្លាក់នឹងទេនៅមានក្រុមហ៊ុនច្រើនទៀតដែលគេធានាទិញក្រុមហ៊ុនខ្លះគេឲ្យរហូតដល់ 1000 រៀលខ្លះ 800 រៀលដូចវិរៈបុណ្យផាន់ដូចខ្ញុំដូចមានដែរអញ្ចឹងដូចគេប្រកាសសុំទិញដែរអញ្ចឹងមានក្រុមហ៊ុនផ្សេងទៀតដែលគាត់សុំទិញដូចជាក្រុមហ៊ុន Galaxy Group Galaxy Group ក៏ប្រកាសទិញដែរប្រហែលតោនដែរអញ្ចឹងបងប្អូនទាំងនេះយើងសិក្សាស្រាវជ្រាវអំពីក្រុមហ៊ុនផ្សេងទាំងអស់ហ្នឹងដែលគាត់ធានាអះអាងថាទិញស្រូវរបស់បងប្អូនទាំងអស់គ្នាក្នុងតម្លៃមួយដែលសមរម្យអញ្ចឹងបងប្អូនជាកសិករយើងទាំងអស់លក់ដូរតាមនឹងទៅប៉ុន្តែបើសិនជាមានការឃោសនាទុច្ចរិតណាមួយអញ្ចឹងសូមពុកម៉ែបងប្អូនកសិករទាំងអស់កុំទាន់ស្ដាប់កុំទាន់ជឿហើយយើងស៊ើបឲ្យបានដឹងឬគ្រប់ជ្រុងសិនហើយចាំយើងអាចលក់ផលិតផលស្រូវរបស់យើងហ្នឹងទៅតែម្ដងទៅអញ្ចឹងជាចុងក្រោយដែលខ្ញុំសូមអរគុណបងមែនទែនបាទក្នុងការចំណាយពេលវេលាក្នុងការផ្ដល់ព័ត៌មានលម្អិតបាទព័ត៌មានលម្អិតទាំងស្រុងថ្ងៃនេះខ្ញុំទទួលបានពីបងទាំងស្រុងពួកខ្ញុំអត់សូវបានស្រាវជ្រាវព័ត៌មានទេអញ្ចឹងបានយកព័ត៌មានទាំងអស់ហ្នឹងចែកជូនដល់ពុកម៉ែបងប្អូនជាពិសេសគឺវិជាកសិករទាំងអស់ឲ្យបានដឹងពីតម្លៃស្រូវឲ្យបានដឹងអំពីកញ្ចប់ថវិកាដែលរាជរដ្ឋាភិបាលយើងទម្លាក់ពិតប្រាកដមែនអញ្ចឹងខ្ញុំនឹង insert over លិខិតទាំងស្រុងនៅលើវីដេអូអញ្ចឹងជា reference សម្រាប់ពុកម៉ែបងប្អូនកសិករទាំងអស់ដឹងជាប្រភពព័ត៌មានចេញមកពីណាបាទអញ្ចឹងសូមគោរពជូនពរដល់ពុកម៉ែ